នៅក្នុងសេចក្តីនៅក្នុងកម្មវិធីនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានច្រើនដែលបានចេញមុននេះបន្តិចគឺមានតាំងពីបាងកកប៉ុស្តិ៍ BBC AFP បាទនេះ AFP ខ្ញុំយកមកជូនហើយនឹងសារព័ត៌មានច្រើនតទៅទៀតបាទគឺពាក់ព័ន្ធជាមួយនឹងការវិវត្តមួយទៀតដែលថៃចោទថាកម្ពុជាបានរំលោភលើបទជបាញ់គ្នាដោយបង្ហោះ drone ជាង250បាទជាង250 drone មែនថៃគាត់អង្គុយរាប់មួយម្ដងតែម្ដងបាទឬក៏ជួនកាលក៏ថតវីដេអូឲ្យទៅអង្គុយរាប់យ៉ាងម៉េចយើងមិនដឹងណាបាទអញ្ចឹងបើយោងតាមសេចក្តីរាយការណ៍នានានេះគឺបានឲ្យដឹងថាយោធារបស់ថៃនៅថ្ងៃច័ន្ទនេះបានចោទប្រកាន់ប្រទេសកម្ពុជាថាបានរំលោភនៅបទជបាញ់គ្នាដែលទើបតែចុះហត្ថលេខាកាលពីពេលថ្មីនេះគឺកាលពីថ្ងៃសៅរ៍ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាដល់ផ្ដាច់ផ្ដាល់ជីវិតអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះដោយចោទថាកម្ពុជាបានបង្ហោះ drone ចូលពីលើទឹកដីរបស់ខ្លួនជាង250នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាថៃហើយសេចក្តីថ្លែងការណ៍នោះបានបន្ថែមថាសកម្មភាពបែបនេះគឺជាការមួយញុះញង់ហើយនឹងជាការរំលោភនៅវិធានការដែលមានគោលបំណងក្នុងការកាត់បន្ថយភាពតានតឹងហើយក៏វាមិនស៊ីសង្វាក់គ្នាជាមួយនឹងសេចក្តីប្រកាសរួមដែលបានព្រមព្រៀងគ្នាក្នុងពេលកន្លងមកផងដែរបាទនេះបើយោងតាមការបញ្ជាក់របស់ខាងវិគីថៃដោយឡែកលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាវិញគឺលោកប្រាក់សុខុនលោកក៏បានថ្លែងផងដែរពាក់ព័ន្ធជាមួយនឹងការដែលលើកឡើងអំពីការបង្ហោះ drone នេះដោយតាមរយៈការផ្សាយតាមទូរទស្សន៍នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទនេះគឺលោករដ្ឋមន្ត្រីបាននិយាយថាភាគីទាំងពីរគឺយល់ព្រមបាទដើម្បីធ្វើការស៊ើបអង្កេតករណីហ្នឹងហើយនឹងដោះស្រាយបញ្ហានេះឲ្យបានភ្លាមតែម្ដងបាទដោយមិនអូសបន្លាយទេហើយលោកប្រាក់សុខុនបានហៅហេតុការណ៍នេះថាជារឿងតូចតាចទេណាដែលរឿងតូចតាចទេពាក់ព័ន្ធនឹងការបង្ហោះ drone នោះដែលបានឃើញនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរនេះបាទអញ្ចឹងគឺក្រៅពីការហៅថាព្រឹត្តិការណ៍នេះជារឿងតូចតាចមួយគឺក៏នឹងធ្វើការស៊ើបអង្កេតដើម្បីឲ្យដឹងការពិតផងដែរក៏ប៉ុន្តែនៅខាងភាគីថៃគឺមិនបានចាត់ទុកអញ្ចឹងទេបាទអ្នកនាំពាក្យរបស់កងទ័ពថៃនោះគឺលោកវិនថៃស៊ូបារីបាទគាត់បាននិយាយថាជារឿងនេះបាទរឿងនេះគឺជារឿងមួយរំលោភខ្លាំងហើយអ្វីដែលថៃសង្កេតឃើញនោះគឺមាន drone របស់កម្ពុជានោះគឺហោះនៅតំបន់ចុងបូកតំបន់ចុងអានម៉ាថាតំបន់អានសេះសត្វសោមសំតាខ្ញុំសូមអានចេញជាភាសាថៃខ្ញុំមិនអាចបកជាខ្មែរតននៅតំបន់យ៉ាងណាណាបាទអញ្ចឹងគឺគាត់ថាមានសំតាបាទមិនផាច់ជាខ្មែរផាច់ជាចំតែបាទចំតែបាទដូនទួនចុងក្រាំងតំន់ធំបាទភាសាតំន់ធំសៃតគូមិនដឹងជាកន្លែងណាសៃតគូនោះខ្មែរហៅមិនខ្ញុំអត់ដឹងដែរហើយនឹងតំបន់ផ្សេងនៅក្នុងខេត្ត4នៅក្នុងខេត្តទាំង4ដែលនៅតាមបណ្ដោយព្រំដែនរបស់ថៃជាមួយនឹងកម្ពុជាគឺខេត្តបូរីរ៉ាំស៊ីសាកេតសុរិននិងឧបលរដ្ឋធានីបាទនេះបើតាមការចាប់ប្រកាន់របស់ខាងអ្នកនាំពាក្យរបស់ថៃណាគាត់បាននិយាយបែបនេះហើយលោកវិនថៃក៏ថាសកម្មភាពបែបនេះគឺត្រូវបានចាត់ទុកថាជាការញុះញង់និងរំលោភនៅលើវិធានការក្នុងការកាត់បន្ថយភាពតានតឹងហើយគឺមិនស្របទៅតាមសេចក្តីប្រកាសរួមដែលបានចោទលេខាដោយក្រុមគណៈកម្មាធិការព្រំដែនទូទៅ GBC ដែលបានចោទលេខាកាលពីថ្ងៃទី27ខែធ្នូនោះទេបាទដែលលោកបានបន្ថែមថាកម្ពុជានៅតែបន្តធ្វើសកម្មភាពបន្ទុះសារាយនិងញុះញង់ប្រឆាំងនឹងថៃដែលធ្វើឲ្យខូចខាតទៅដល់សន្តិសុខនិងសុវត្ថិភាពរបស់កងយោធាហើយនិងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនណាលោកវិនថៃគាត់បន្តថែមនិយាយចឹងហើយគាត់ថែមទាំងនិយាយថាដូច្នេះគឺខាងយោធាឥឡូវនេះក៏ប្រហែលជាក៏ប្រាប់ពាក្យប្រហែលជាទេណាបាទអញ្ចឹងចាំកន្លែងនៅច្បាស់គាត់ថា the army might have to revise its plan to release 18 captured Cambodian soldier បាទអញ្ចឹងគឺស្ដាប់ពាក្យគេច្បាស់គាត់ថាទាហានប្រហែលជាត្រូវតែបាទរៀបចំឡើងវិញនៅផែនការក្នុងការដោះលែងយុទ្ធជនទាំង18រូបរបស់កម្ពុជាបាទដោយសម្ដីដើមរបស់គាត់បាននិយាយថាប្រសិនបើការរំលោភនៃកិច្ចប្រឹងប្រែងហើយនឹងរំលោភទៅលើអធិបតេយ្យភាពជាតិរបស់ថៃនៅតែបន្តនោះគឺកងទ័ពត្រូវតែធ្វើតាមភារកិច្ចរបស់ខ្លួនហើយគឺធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៍ជាតិនិងសន្តិសុខជាតិរបស់ថៃបាទគឺគាត់មិនត្រឹមតែចោទកម្ពុជាទេគាត់ថែមទាំងអាងថាប្រទេសថៃគឺបានគោរពយ៉ាងខ្ជាប់ខ្ជួននៅកិច្ចខិតខំប្រឹងប្រែងសន្តិភាពហើយនឹងការកាត់បន្ថយភាពតានតឹងបាទនិយាយចេញមកគឺគាត់បាទល្អណាស់បាទល្អមែនតើដូចជាគ្មានអ្វីខុសឆ្គងទេបាទទន្ទឹមនឹងហ្នឹងបាទឥឡូវតើគាត់ល្អឬមិនល្អនៅក្នុងការគោរពតាមកិច្ចព្រមព្រៀងនោះគឺខាងក្រុមលេខាធិការដ្ឋាននៃកិច្ចការព្រំដែនរបស់កម្ពុជានោះក៏បានបញ្ជូនលិខិតមួយទៅខាងភាគីថៃដើម្បីរៀបចំការជួបប្រជុំគ្នាឡើងវិញ
ស្ដីពីការកំណត់បង្គោលខណ្ឌសីមាគឺរៀបចំនោះចង់ឲ្យប្រជុំគ្នានៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026នឹងតែម្ដងបាទតើគាត់យ៉ាងម៉េចដោយកម្ពុជាបានពីព្រោះនៅក្នុងកិច្ចព្រមព្រៀងនៃការជួបបាញ់នេះគឺមានការងាកមកគោរពតាមព្រំដែនការវាស់វែងព្រំដែនអីហ្នឹងច្បាប់អន្តរជាតិឡើងវិញអញ្ចឹងហើយបាននៅក្នុងលិខិតរបស់ខាងរដ្ឋលេខាធិការឋានកិច្ចការព្រំដែនស្នើទៅថៃហ្នឹងគឺមានច្រើនចំណុចណាបាទក៏តែខ្ញុំសូមច្បិចយកតែចំណុច2 3មកជម្រាបជូនប្រិយមិត្តទេប្រិយមិត្តអាចអានទាំងស្រុងនៅក្នុង Facebook របស់ក្រសួងរបស់រដ្ឋលេខាធិការឋានឬក៏នៅ Facebook របស់ខ្ញុំក៏បានដែរខ្ញុំបានបង្ហោះនៅយកបង្ចែករំលែកនៅទីនោះដែរអ្វីដែលចាប់អារម្មណ៍ដែលខ្ញុំចង់ចែករំលែកជាមួយប្រិយមិត្តហ្នឹងគឺខាងកម្ពុជានឹងស្នើឲ្យជួបប្រជុំជាពិសេសណាហៅថាជួបប្រជុំពិសេសនៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026ដើម្បីបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងនៅចន្លោះបង្គោលព្រំដែនលេខ42ទៅ47នៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទបាទអញ្ចឹងឃើញទេអញ្ចឹងឥឡូវនោះដូចដែលខ្ញុំបានជម្រាបពីមុនអញ្ចឹងបាទឥឡូវសូមអានឲ្យចប់សិនចាំបន្តទៀតនឹងបង្គោលព្រំដែនលេខ52 59នៅឃុំបង្រាំងឃុំកំរៀងបាទហើយកម្ពុជាក៏ស្នើឲ្យពិភាក្សាអំពីការចុះប្រវែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅបង្គោល33 37ឃុំថ្មដាឃើញទេអញ្ចឹងដូចដែលខ្ញុំបាននិយាយអញ្ចឹងឃើញទេបាទពេលដែលកិច្ចព្រមព្រៀងជុំបាញ់គ្នាទាហាននៅណានឹងសិនទៅក៏ប៉ុន្តែចំណុចដែលយល់ព្រមគឺប្រយោជនការអន្តរជាតិនេះច្បាប់អន្តរជាតិដើម្បីវាស់វែងខណ្ឌសីមាឡើងវិញអញ្ចឹងបានថាបើវាស់ទៅឃើញទាហានកំពុងឈរជើងនៅក្នុងដីកម្ពុជាថយទៅវិញបាទអញ្ចឹងឥឡូវនេះតែការយល់របស់ខ្ញុំឯណាបាទកម្ពុជាគឺអនុវត្តកិច្ចព្រមព្រៀងហ្នឹងព្រាមតែម្ដងហើយចង់ដឹងតើថៃគ្រប់ទៅតាមអ្វីដែលខ្លួនព្រមឬអត់បាទស្រាប់តែក្រោយពីកម្ពុជាផ្ញើលិខិតនេះទៅកាលពីព្រឹកមិញថ្ងៃច័ន្ទហ្នឹងល្ងាចឡើងគឺលើសូវមានរឿងdrone នៅណានោះចេញមកទៀតហើយអញ្ចឹងដូច្នេះយើងទៅតាមដានសភាពការនឹងដែរបាទតាមដានសភាពការនឹងដែរដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺថាដរាបណាស្ថានភាពមិនទាន់ចប់មកភាពប្រកបដោយធម្មតាទាំងស្រុង 100% គឺការសន្និដ្ឋានណាមួយការផ្សាយណាមួយដែលផ្អែកទៅលើអ្វីដែលប្រភពតាមជំនាញពីខាងថៃដោយខ្វះការពិចារណាការចូលរួមយោបល់បាននាំឲ្យមានការភ័ន្តច្រឡំនៅក្នុងចំណោមប្រជាពលរដ្ឋដែលទទួលព័ត៌មានពីយើងដែរណាអញ្ចឹងបាទខ្ញុំប្រយ័ត្នប្រយែងរឿងកិច្ចការអន្តរជាតិប្រយ័ត្នប្រយែងណានេះគឺមានសេចក្តីរាយការណ៍ច្រើននៅសហរដ្ឋអាមេរិកនិងនៅអឺរ៉ុបនៅអាស៊ីក៏រាយការណ៍ច្រើនប៉ុន្តែខ្ញុំសូមដកស្រង់ពីសារព័ត៌មាន South China Morning Post ដើម្បីជម្រាបជូនប្រិយមិត្តទាំងអស់គ្នាអំពីការវិវត្តពាក់ព័ន្ធជាមួយនឹងការជួបប្រជុំត្រីភាគីបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បានឲ្យដឹងថាគឺប្រទេសកម្ពុជាហើយនិងប្រទេសថៃបានយល់ព្រមព្រៀងគ្នាក្នុងការពង្រឹងបទជបាញ់គ្នារវាងប្រទេសទាំងពីរដើម្បីកសាងឡើងវិញនូវការទំនាក់ទំនងរបស់គ្នាទំនាក់ទំនងរវាងគ្នានឹងគ្នាបន្ទាប់ពីការចរចាត្រីភាគីដែលបានរៀបចំឡើងនៅក្នុងប្រទេសចិនហើយភាគីទាំង3នេះគឺបានយល់ថាត្រូវតែមានការផ្លាស់ប្ដូរគ្នាឲ្យបានស៊ីជម្រៅបន្ថែមទៀតដែលទៅធ្វើការជាជំហានតាមរយៈកិច្ចខិតខំប្រឹងប្រែងយោគយល់គ្នាទៅវិញទៅមកដើម្បីស្ដារនៅការទំនាក់ទំនងមកភាពធម្មតាឡើងវិញហើយនឹងក៏ដូចជាកសាងនៅទំនាក់ទំនងហើយក៏ដូចជាកសាងនៅទំនុកចិត្តគ្នាទៅវិញទៅមកខាងផ្នែកនយោបាយផងដែរហើយនឹងធ្វើឲ្យទំនាក់ទំនងរវាងចិនហើយនឹងនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងថៃបានល្អប្រសើរក៏ដូចជាថែរក្សានៅស្ថិរភាពនៅក្នុងតំបន់នេះបើយោងតាមក្រសួងការបរទេសរបស់ចិនបានបញ្ជាក់ឲ្យដឹងក្រសួងការបរទេសរបស់ចិនបានចេញនៅសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនលោកវ៉ាងជីហើយនិងសមាភាគីរបស់លោកគឺលោកសីអាសាភូមិខិនកៅហើយនិងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាគឺលោកប្រាក់សុខុននៅថ្ងៃច័ន្ទនៅក្នុងខេត្តយូណានបាទក្នុងខេត្តយូណានរបស់ប្រទេសចិនការជួបប្រជុំក៏ឲ្យមានការជួបប្រជុំនេះគឺកើតមានឡើងតែក្នុងរយៈពេលប្រហែលម៉ោងប៉ុណ្ណោះក្រោយពីកម្ពុជាហើយនិងថៃបានយល់ព្រមឲ្យមានបទជួបបាញ់គ្នាជាបន្ទាន់មួយនៅថ្ងៃសៅរ៍ហើយភ្លាមនោះគឺលោកវ៉ាងយីបានអញ្ជើញរដ្ឋមន្ត្រីការបរទេសទាំងពីរនេះបាទគឺកម្ពុជានិងថៃឲ្យទៅប្រទេសចិនដើម្បីជួបពិភាក្សាគ្នាហើយតំណាងយោធាដែលមកពីប្រទេសទាំង3ក៏បានចូលរួមផងដែរអញ្ចឹងបានន័យថាមិនមែនតែអ្នកការទូតនៅក្រសួងការបរទេសទេគឺមានតំណាងយោធាក៏ចូលរួមនៅក្នុងកិច្ចប្រជុំនោះផងដែរហើយនៅថ្ងៃច័ន្ទនេះគឺលោកវ៉ាងបានពិពណ៌នាហៅការពិភាក្សាត្រីភាគីនោះថាជាការពិភាក្សាមួយដែលមានលក្ខណៈស្ថាបនាហើយបានបង្ហាញនៅការយល់ឯកភាពគ្នាយ៉ាងសំខាន់នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសេចក្តីថ្លែងការណ៍នោះបានដកស្រង់សម្ដីលោកវ៉ាងជីដោយនិយាយថាភាគីទាំងអស់បានយល់ព្រមសម្លឹងទៅអនាគតដោយខិតខំធ្វើដំណើររួមគ្នាជាមួយនឹងគ្នាគឺកិច្ចព្រមព្រៀងនៃការជួបប្រយុទ្ធគ្នានេះគឺជាអ្វីដែលសម្រេចបានដោយពិបាកហើយត្រូវតែទុកឲ្យវានៅមានថិតថេរបើសិនជាបោះបង់ចោលពាក់កណ្ដាលផ្លូវឬក៏ធ្វើឲ្យមានការ
បាញ់គ្នាឡើងវិញនោះវាមិនមែនជារឿងដែលមានផលប្រយោជន៍នោះទេហើយទីក្រុងពេកាំងក៏បាននិយាយថាបទជប់បាញ់គ្នាដែលបានសម្រេចបាននោះគឺការឡើងដោយសារតែមានកិច្ចកាត់ខំប្រឹងប្រែងគ្រប់ភាគីទាំងអស់ដែលចិនបានស្វាគមន៍ហើយចាត់ទុកថាបទជប់បាញ់នេះគឺជារឿងមួយគួរឲ្យទៅលើកទឹកចិត្តណាស់នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះផងដែរគឺការចេញផ្សាយនេះកើតឡើងតែប្រហែលម៉ោងប៉ុណ្ណោះក្រោយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារតាមបណ្ដាញសង្គមដែលទាមទារថាលោកជាអ្នកចូលរួមឲ្យមានបទជប់បាញ់គ្នានេះអញ្ចឹងសារព័ត៌មានសម្បត្តិវិជ្ជាសារព័ត៌មាននៅខាងក្រៅប្រទេសនេះគឺក៏បានសរសេរសេចក្តីរាយការណ៍ជាច្រើនដែលផ្ដោតទៅលើការទាមទារជាន់គ្នារវាងសហរដ្ឋអាមេរិកហើយនិងប្រទេសចិនថែមទាំងមានសារព័ត៌មានខ្លះថែមទាំងនិយាយថាក្រោយពីកិច្ចប្រជុំត្រីភាគីនេះគឺចិនឆក់យកនៅស្នាដៃពីលោកប្រធានាធិបតី Donald Trump បាទនេះជាភាសារបស់អ្នកសារព័ត៌មានអញ្ចឹងបើយើងអ្នកស្ដាប់អ្នកអានគឺយើងមិនត្រូវលោតទៅតាមចំណងជើងនឹងការសរសេរ headline ឬក៏ដើមរឿងរបស់សារព័ត៌មាននេះទេបាទយើងផ្ដោតទៅលើអ្វីដែលជាសាច់រឿងពិតនៅក្នុងកិច្ចប្រជុំនោះបាទហើយសេចក្តីថ្លែងការណ៍នោះក៏របស់ក្រសួងការបរទេសរបស់ចិនក៏បានដកស្រង់សម្ដីលោកវ៉ាងដោយនិយាយថាគឺការជួបប្រជុំត្រីភាគីនៅប្រទេសចិននេះគឺជួយផ្សះផ្សានៅដំបៅដែលបានបន្សល់ទុកអំពីចំនួននេះហើយក៏ជាការមួយបើកផ្លូវឲ្យបាទមានការស្ដារឡើងវិញនៅទំនាក់ទំនងដ៏ល្អបន្ទាប់ពីមានការខុសឆ្គងដែលបានអូសបន្លាយអស់មួយរយៈពេលមកនេះហើយលោកបាននិយាយថាប្រការនេះគឺជាការមួយបំរើទៅដល់ផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរគឺប្រជាជនកម្ពុជានិងប្រជាជនថៃហើយក៏ជាការមួយដែលគ្រប់ភាគីទាំងអស់រំពឹងចង់បានផងដែរបាទហើយបន្ថែមទៅលើនោះគឺសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាប្រទេសចិននឹងបន្តបាទដើរតួជាអ្នកសម្របសម្រួលឲ្យទៅលើការវិវត្តនានានៅក្នុងទំនាក់ទំនងរវាងកម្ពុជាហើយនិងថៃហើយក៏ត្រៀមលក្ខណៈជាស្រេចផងដែរនៅក្នុងការផ្ដល់នៅមធ្យោបាយចាំបាច់តាមដែលអាចធ្វើបាននឹងការគ្រប់គ្រងនានាបាទនេះគឺជាអ្វីដែលសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដោយបន្ថែមថាផ្នែកនានាដែលចិនអាចនឹងជួយបាននោះគឺរួមមានការតាមដានមើលបទជប់បាញ់គ្នាផ្ដល់ជំនួយមនុស្សធម៌ហើយនឹងជួយទៅដល់ការដោះមានផងដែរបាទហើយខ្ញុំសូមបន្ថែមទៅលើអត្ថបទនោះគឺនៅក្នុងនោះគឺក៏មានការនិយាយថាយោធារបស់ថៃសំទោសក៏មានការបន្ថែមថាចិនក៏មានបំណងផ្ដល់នូវការគ្រប់គ្រងដល់យោធាកម្ពុជានិងយោធាថៃនៅក្នុងការអនុវត្តបទជប់បាញ់គ្នានេះដែរប្រសិនបើមានការស្នើសុំពីភាគីទាំងពីរបាទអញ្ចឹងគឺនេះគឺជារឿងមួយដែលចិនបានផ្ដល់ជូនបន្ថែមទៀតការជួបប្រជុំត្រីភាគីនៅក្នុងទីក្រុងពេកាំងនេះគឺជាលទ្ធផលនៃការកាត់ខំប្រឹងប្រែងថ្មីបំផុតទៀតហើយដើម្បីដើរតួនាទីពង្រឹងតួនាទីរបស់ចិននៅក្នុងការដើរតួនាទីជាអ្នកសម្របសម្រួលអន្តរជាតិហើយខាងចិនក៏បានរៀបចំកិច្ចប្រជុំដោយឡែកផងដែរជាមួយនឹងសមាជិកថៃហើយនិងកម្ពុជាបាទគឺការជួបប្រជុំនោះគឺបានធ្វើឡើងកាលពីថ្ងៃអាទិត្យបាទហើយអញ្ចឹងគឺការជួបប្រជុំបាទជួបប្រជុំនេះគឺជាការមួយដែលបន្តទៅនឹងអ្វីដែលលោកវ៉ាងយីបានទូរស័ព្ទទៅរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរក្រោយពីដំបូងក្រោយពីការប្រយុទ្ធគ្នាបានកើតមានឡើងអស់រយៈពេល10ថ្ងៃចាប់តាំងពីថ្ងៃទី7ខែធ្នូមកអញ្ចឹងបានន័យថាលើកនេះជួបត្រីភាគីនេះគឺបន្តពីកិច្ចការនោះហើយជួបដោយផ្ទាល់នៅប្រទេសចិនតែម្ដងបាទនេះគឺជាសេចក្តីរាយការណ៍របស់ខាងក្រសួងការបរទេសគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ចិនហើយត្រូវបានសារព័ត៌មាននានាយកមកផ្សាយហើយខ្ញុំយកមកជូននេះគឺសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បាទចឹងឥឡូវសូមបន្តទៀតគឺបាទនេះគឺជាអ្វីដែលខាងកម្ពុជាបានស្នើឡើងណាបាទអញ្ចឹងបន្តទៀតនេះគឺជាព័ត៌មានទី3បាទព័ត៌មានទី3គឺតាក់ទងជាមួយនឹងការធ្វើសម្ពយុទ្ធបាទការសម្ពយុទ្ធវឹកវើរបស់យោធាចិននៅជុំវិញដែនកោះតៃវ៉ាន់បាទឥឡូវនេះគឺចិនគាត់ខិតខំប្រឹងប្រែងបញ្ចប់ចំនួនរវាងកម្ពុជាហើយនិងថៃក៏ប៉ុន្តែរឿងគាត់វិញជាមួយនឹងតៃវ៉ាន់យ៉ាងមិនដែរគឺនៅថ្ងៃច័ន្ទនេះចិនបានបញ្ជូនយោធារបស់ខ្លួនទាំងកងជើងគោកសំទោសកងអាកាសកងទ័ពជើងទឹកហើយនឹងបាទកងកម្លាំងរ៉ុកែតចូលដើម្បីធ្វើសម្ពយុទ្ធយោធារួមគ្នានៅជុំវិញដែនកោះតៃវ៉ាន់ដែលជាចំណាត់ការមួយទីក្រុងប៉េកាំងចាត់ទុកថាជាការព្រមានយ៉ាងខ្លាំងក្លាប្រឆាំងជាមួយនឹងក្រុមបំបែករដ្ឋបាទគឺក្រុមបំបែកប្រទេសហ្នឹងគឺសម្ដៅទៅលើតៃវ៉ាន់ហ្នឹងឯងហើយនឹងកងកម្លាំងដែលជាជ្រែកពីខាងក្រៅបាទកម្លាំងជាជ្រែកពីខាងក្រៅ
ហើយតៃវ៉ាន់វិញបាននិយាយថានេះគឺជារឿងមួយដែលធ្វើឲ្យតៃវ៉ាន់ត្រូវតែបាទជូនដំណឹងទៅខាងកងទ័ពរបស់ខ្លួនមានការប្រុងប្រយ័ត្នជាប់ជាប្រចាំតាមដានសភាពការហើយតៃវ៉ាន់បានហៅចំណាត់ការរបស់រដ្ឋាភិបាលចិននេះថាគឺជាអ្នកដែលបំផ្លាញបាទជាអ្នកដែលបំផ្លាញសន្តិភាពដ៏ធំបំផុតបាទអញ្ចឹងគឺនៅក្នុងរឿងកម្ពុជាគាត់ជាអ្នកដែលទួលក្នុងការស្វែងរកសន្តិភាពជាមួយតៃវ៉ាន់គាត់កំពុងតែគម្រាមតៃវ៉ាន់ដូចសហរដ្ឋអាមេរិកចឹងដែរសហរដ្ឋអាមេរិកបាទខិតខំរកសន្តិភាពនៅកម្ពុជាក៏ប៉ុន្តែជាមួយនឹងវេណេស៊ុយអេឡាគាត់តម្លើងវត្តមានយោធាដែរឃើញទេបាទអញ្ចឹងដូច្នេះខ្ញុំបង្ហាញជូនគ្រប់រូបភាពទាំងអស់ប្រិមិត្តទាំងអស់គ្នាមិនថាកាន់ជើងអាមេរិកប្រអប់ចិនឬក៏កាន់ជើងចិនប្រអប់អាមេរិកទេគឺនេះជាព្រឹត្តិការណ៍ដែលកើតឡើងខ្ញុំបង្ហាញជូនប្រិមិត្តទាំងអស់គ្នាឲ្យបានដឹងហើយពិចារណាទាំងអស់គ្នាទៅត្រឡប់មកសារព័ត៌មាននេះវិញគាត់ថាការធ្វើសមយុទ្ធនេះបាទឬក៏ការធ្វើនេះគឺកាត់មានឡើងក្រោយពីទីក្រុងប៉េកាំងបានសម្ដែងកំហឹងចំពោះសហរដ្ឋអាមេរិកដែលលក់អាវុធទៅឲ្យដែនកោះតៃវ៉ាន់ហើយក៏ដូចជាសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនគឺអ្នកស្រីសានអេតាកាអ៊ីជីដែលបាននិយាយថាយោធារបស់ជប៉ុនអាចនឹងចូលរួមពាក់ព័ន្ធប្រសិនបើចិនធ្វើសកម្មភាពយោធាវាយកដែនកោះតៃវ៉ាន់បាទហើយគឺជារឿងនេះហើយដែលធ្វើឲ្យចិនខឹងសម្បាក៏ប៉ុន្តែយោធាចិនមិនបាននិយាយទៅដល់ប្រទេសឈ្មោះប្រទេសចិនសំទោសប្រទេសជប៉ុនឬក៏សហរដ្ឋអាមេរិកទេនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញនៅថ្ងៃច័ន្ទនេះគ្រាន់តែហៅថាគឺកម្លាំងជឿនជ្រែកពីខាងក្រៅតែប៉ុណ្ណោះបាទរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ដែនកោះតៃវ៉ាន់វិញបានសរសេរនៅតាមបណ្ដាញសង្គម X ថាការឆ្លើយតបដោយមានការធ្វើលំហាត់យ៉ាងរហ័សនេះគឺកំពុងតែកើតមានឡើងហើយដែលធ្វើឲ្យកងកម្លាំងរបស់តៃវ៉ាន់គឺត្រៀមការពារខ្លួនជាប់ជានិច្ចប្រុងប្រយ័ត្ននឹងការពារខ្លួនជាប់ជានិច្ចហើយនៅក្នុងសេចក្តីថ្លែងការណ៍ដែលឡែកមួយទៀតនោះគឺក្រសួងបាននិយាយថាខ្លួនក៏បានបញ្ជូននៅកងកម្លាំងដែលសមស្របដើម្បីតាមមើលត្រៀមលក្ខណៈជាស្រេចទប់ទល់ក្នុងករណីមានអ្វីនឹងកើតមានឡើងហើយក៏ត្រៀមនឹងធ្វើសមយុទ្ធវិញផងដែរបាទនេះគឺជាអ្វីដែលកើតមានឡើងរវាងប្រទេសចិនជាមួយនឹងដែនកោះតៃវ៉ាន់បាទចឹងសូមអរគុណសូមជម្រាបលា